បាទជំរាបសួរពុកម៉ែបងប្អូនអ្នកថ្ងៃនេះមកមើលចុងភៅគាត់កំពុងតែហាន់កស្លឹកគ្រៃហ្នឹងតើគាត់កំពុងតែធ្វើម្ហូបអ្វីដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនសម្រាប់មុខម្ហូបនេះគឺម្ហូបឆាក្តៅម្រះព្រៅជាមួយគ្រឿងក្នុងមាន់និងជើងមាន់បាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននេះដល់វគ្គចុងភៅគាត់កាត់ជើងមាន់ពុកម៉ែបងប្អូនមិនត្រឹមតែមានជើងមាន់ទេពុកម៉ែបងប្អូនមានទាំងគ្រឿងក្នុងមាន់ទៀតណាពុកម៉ែបងប្អូននេះមកចុងភៅគេចុងភៅជំនាញក្នុងពុកម៉ែបងប្អូននេះមើលរបៀបនៃការហាន់កោះមាន់ហើយនឹងនៅតំណងគាត់នឹងខ្លាមាន់ខ្លាអីនេះចុងភៅនឹងដើរតាមរោងការតំណងពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនស្លឹកម្រះព្រៅខ្ចីល្អពុកម៉ែបងប្អូនស្រស់ហើយមានទាំងស្លឹកក្រូចសើចមានទាំងល្មៀតហើយខ្ទឹមមានច្រើនពុកម៉ែបងប្អូនមានទាំងស្លឹកគ្រៃដែរទៅហាន់រួចនេះពុកម៉ែបងប្អូនបន្ទាប់ពីហ្នឹងមកយើងចាប់ផ្ដើមដាក់កូនស្លឹកគ្រៃដាក់ចូលនៅក្នុងត្បាល់ពុកម៉ែបងប្អូនយើងចាប់ផ្ដើមបុកវាប៉ុន្តែយើងបុកវាកុំឲ្យម៉ត់ពេកពុកម៉ែបងប្អូនកាលណាយើងបុកវារៀងម៉ត់ពេកគឺម្ហូបហ្នឹងវាអត់សូវឆ្ងាញ់ទេពុកម៉ែបងប្អូនចង់ធ្វើចាប់ផ្ដើមបុកឲ្យពុកម៉ែបងប្អូនយើងដាក់ល្មៀតដាក់អីទៅហើយដាក់ខ្ទឹមដាក់អីចឹងទៅពុកម៉ែបងប្អូនមកតំណងអត់ពុកម៉ែបងប្អូនហើយនេះបន្លែផ្សេងៗទៀតមានដូចជាការ៉ុតខ្ទឹមបារាំងអីហ្នឹងមានច្រើនណាស់ពុកម៉ែបងប្អូនស្រស់ល្អពុកម៉ែបងប្អូននេះពុកម៉ែបងប្អូននៃគ្រឿងដែលបានបុកហើយឥឡូវយើងដុសដាក់នៅលើចានហើយចំពោះស្លឹកក្រូចសើចយើងហាន់វាកុំឲ្យតូចពេកហើយកុំឲ្យធំពេកដែរពុកម៉ែបងប្អូនហើយនេះជើងមាន់ហើយគ្រឿងក្នុងមាន់ហើយនេះយើងថែមស្ករថែមប៊ីចេងដើម្បីឲ្យមុខម្ហូបនេះមានរសជាតិឆ្ងាញ់ហើយបន្ថែមនឹងរ៉តឌីបន្តិចទៀតពុកម៉ែបងប្អូនហើយមានទាំងដុំស៊ុបខ្នុរទៀតចំណងអត់ពុកម៉ែបងប្អូនមុខម្ហូបហ្នឹងបន្តមកនេះយើងចាប់ផ្ដើមដាក់ខ្ទះដាក់ខ្ទឹមបំពងឲ្យវារៀងឈ្ងុយបន្តិចពុកម៉ែបងប្អូនតទៅពីយើងកូរខ្ទឹមឲ្យវារៀងឈ្ងុយបន្តិចទៅយើងចាប់ផ្ដើមដាក់ស្ករដាក់ប៊ីចេងអញ្ចឹងទៅដាក់អំបិលអីទៅពុកម៉ែបងប្អូនបាទតពីហ្នឹងមកយើងចាប់ផ្ដើមដាក់គ្រឿងដូចជាគល់ស្លឹកគ្រៃដែលយើងទៅហាន់រួចស្លឹកក្រូចហើយយើងចាប់ផ្ដើមកូរវាឲ្យវាធំក្លិនឈ្ងុយតិចពុកម៉ែបងប្អូនតំណងពុកម៉ែបងប្អូនយើងកូរវាឲ្យបានយូរតិចទៅពុកម៉ែបងប្អូនយើងច្របល់វាចុកចៅវាដើម្បីឲ្យវារៀងធំក្លិនឈ្ងុយតិចពុកម៉ែបងប្អូនតំណងពុកម៉ែបងប្អូនមុខម្ហូបនេះឈ្ងុយពុកម៉ែបងប្អូនមុខម្ហូបនេះយើងថែមទឹកត្រីបន្តិចទៅពុកម៉ែបងប្អូនពុកម៉ែបងប្អូននេះយើងបន្ទាប់ពីកូរគ្រឿងឲ្យវារៀងធំក្លិនឈ្ងុយមកយើងចាប់ផ្ដើមដាក់គ្រឿងក្នុងមាន់ហើយនិងជើងមាន់ទៅក្នុងផ្ទះពុកម៉ែបងប្អូនយើងចោកចៅច្របល់វាដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនតំណងអត់ពុកម៉ែបងប្អូនមុខម្ហូបហ្នឹងចិត្តឆ្អិននេះពុកម៉ែបងប្អូនមុខម្ហូបហ្នឹងតំណងដែរពុកម៉ែបងប្អូនអាចមកភ្លក់ឬក៏មកបរិភោគជាមួយខ្ញុំបានពុកម៉ែបងប្អូន
ចុងភៅចាប់ឡើងដាក់ការ៉ុតដាក់ខ្ទឹមបារាំងខ្ទឹមឲ្យចូលបន្ថែមនៅមុខចុងភៅពុកម៉ែបងប្អូនណាគាត់កំពុងតែធ្វើម្ហូបតំណងរបស់គាត់ធ្វើនៅខាងក្រៅផ្ទះពុកម៉ែបងប្អូនហើយបន្ទាប់ពីនោះមកយើងដាក់ស្លឹកម្រះព្រៅចូលពុកម៉ែបងប្អូនយើងកូរវាច្របល់ជោគចៅវាឲ្យវាចូលជាតិគ្នាពុកម៉ែបងប្អូនតំណងរបស់គាត់ណាមកម្ហូបនឹងគាត់ដាក់ម្រះថែមទាំងស្លឹកម្រះព្រៅពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននេះមកម្ហូបនេះឆ្អិនណាស់ពុកម៉ែបងប្អូននេះចង់ធ្វើកំពុងតែញាប់ដៃពុកម៉ែបងប្អូននេះម្ហូបនេះឆ្អិនណាស់ពុកម៉ែបងប្អូនហើយគាត់ចាប់ផ្ដើមយកដាក់ក្នុងឆ្នាំងពុកម៉ែបងប្អូនសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់រាល់កំហុសខុសឆ្គងត្រង់ចំណុចណាមួយក៏សូមខន្តីនិងអភ័យទោសពីចម្ងាយខ្ញុំបាទសូមអរគុណនិងជម្រាបលាកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀត